រឿងកូនប្រពន្ធខ្ញុំគឺជាខ្មោចនាពេលរាត្រីដ៏សែនត្រជាក់ស្រេបខ្យល់រំភើយបក់កាត់ដើមជ្រៃធំធំបង្កជាសំឡេងក្រហឹមគួរឲ្យខ្លាចពិសិដ្ឋបានធ្វើដំណើរត្រឡប់មកផ្ទះវិញទាំងក្តីនឿយហត់ប៉ុន្តែបរិយាកាសជុំវិញផ្ទះហាក់ដូចជាមានអ្វីមួយយ៉ាងខុសប្លែកពីធម្មតានៅពេលឈានជើងចូលក្នុងផ្ទះពិសិដ្ឋបានឃើញប្រពន្ធនិងកូនប្រុសរបស់ខ្លួនអង្គុយចាំយ៉ាងស្ងៀមស្ងាត់នៅក្នុងភាពងងឹតផ្ទៃមុខរបស់ពួកគេស្លេកស្លាំងដូចជាគ្មានឈាមមួយតំណោះហើយកែវភ្នែករបស់ពួកគេមើលទៅធ្លុះធ្លាយគ្មានវិញ្ញាណសំឡេងសើចខឹករបស់កូនប្រុសមិនលឺឡើងពេញផ្ទះប៉ុន្តែវាជាសំឡេងដែលស្អកស្អកនិងគួរឲ្យព្រឺសម្បូរពិសិដ្ឋចាប់ផ្ដើមមានអារម្មណ៍ថាបេះដូងរបស់គេលោតញាប់ខុសធម្មតាខណៈដែលក្លិនឆ្អាំងស្អុយភាយចេញពីខ្លួនប្រពន្ធរបស់គេនៅលើតុអាហារម្ហូបដែលប្រពន្ធរបស់គេរៀបចំសុទ្ធតែជាសាច់ឆៅដែលពោពេញដោយដង្កូវវ៉ារវើកពិសិដ្ឋសម្លឹងមើលទាំងក្តីរន្ធត់ខណៈដែលប្រពន្ធរបស់គេព្យាយាមបញ្ច្រកអាហារទាំងនោះឲ្យគេញ៉ាំទាំងកំហឹងដោយក្តីសង្ស័យពិសិដ្ឋបានលួចចូលក្នុងបន្ទប់ទុកអីវ៉ាន់ចាស់ហើយបានរកឃើញរូបថតដែលមានពូខ្មៅមរណភាពវាគឺជារូបថតប្រពន្ធនិងកូនរបស់គេដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍តាំងពីខែមុនមកម្ល៉េះភ្លាមនោះផ្ទះឈើដ៏កក់ក្ដៅបានប្រែជាចាស់ទ្រុឌទ្រោមពោពេញដោយសម្រាមនិងសម្រែកខ្មោចយំសោកយ៉ាងគ្រោះលួចភរិយារបស់គេបានប្រែរូបរាងជាខ្មោចស្រីដែលមានអណ្ដាតវែងនិងស្បែករលួយធ្លាក់មកដីពិសិដ្ឋព្យាយាមរត់ចេញពីផ្ទះប៉ុន្តែទ្វារនិងបង្អួតត្រូវបានបិទជិតដោយកម្លាំងអរូបយៈកូនប្រុសរបស់គេបានហោះមកតោងខ្នងរបស់គេទាំងសោចក្អាកក្អាយដោយសំឡេងបិសាចហាក់ដូចជាមិនព្រមឲ្យគេចាកចេញទៅណាឡើយពិសិដ្ឋបានរត់គេចចេញពីផ្ទះអសុរកាយនោះបានសម្រេចហើយឆ្ពោះទៅកាន់វត្តអារាមដែលនៅជិតបំផុតទាំងដង្ហុកព្រលឹងខ្មោចទាំងពីរនៅតែដេញតាមពីក្រោយដោយស្រែកហៅឈ្មោះគេយ៉ាងខ្លាំងក្លាកាត់តាមព្រៃជ្រៅនៅមុខព្រះវិហារលោកសង្ឃចំណាស់មួយអង្គដែលពោពេញដោយបារមីបាននិមន្តចេញមកទាំងអាកប្បកិរិយាស្ងប់ស្ងាត់លោកសង្ឃបានលើកខ្សែផ្កាំនិងចាប់ផ្ដើមសូត្រព្រះបរិត្តការពារយ៉ាងខ្លាំងក្លាសំឡេងសូត្រធម៌បន្លឺឡើងកណ្ដាលអាកាសបង្កើតជាពន្លឺពណ៌មាសគ្រប់ដណ្ដប់លើវិញ្ញាណទាំងពីរខ្មោចប្រពន្ធនិងកូនស្រែកយំយ៉ាងឈឺចាប់មុនពេលរូបរាងរបស់ពួកគេរលាយបាត់ទៅក្នុងពន្លឺដើម្បីទៅចាប់ជាតិថ្មីតាមកម្មផលរៀងៗខ្លួន